សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញរបៀបក្នុងការបង្កើតជាមួយនឹង Channel Telegram ក្នុងឆ្នាំ2025បញ្ជាក់ Channel និង Group គឺខុសគ្នាអញ្ចឹង Group គឺអាចបានត្រឹមតែ 20000 ឡើងទៅក្នុងសមាជិកប៉ុន្តែ Channel គឺបងប្អូនអាចចូលជាមួយនឹងរាប់លានរាប់ K អ្នកអញ្ចឹងវាគឺមានភាពខុសគ្នាដូច Channel មួយនេះអញ្ចឹងបងប្អូនឃើញថាវាមិនមែនជា Group ទេគឺវាជា Channelចឹងគឺសមាជិកគឺច្រើនមែនទែនហើយបងប្អូនអាចបង្កើត channel មានពីររបៀបទី1គឺបងប្អូនដាក់ private ឯកជនទី2គឺបងប្អូនដាក់ public ចឹងវាអត់មានពិបាកទេសម្រាប់ពុកម៉ែបងប្អូនគាត់ចង់ចេះបង្កើតនៅ channel Telegram ក្នុងឆ្នាំ2025គឺបងប្អូនអាចចូលទៅកាន់ Telegram ពុកម៉ែបងប្អូនមកហើយបងប្អូនយកទៅកាន់អ្នកជ្រុងត្រី3ដូចខាងលើនេះពុកម៉ែបងប្អូនចាំមើលខ្ញុំបង្ហាញចែកពុកម៉ែបងប្អូនអូខេនៅកន្លែងនេះគឺបងប្អូនចុចលើវាមកអូខេនៅកន្លែងនេះវាមាន3 option ថ្ងៃមុនគឺយើងបានបង្កើតជាមួយនឹងgroup ប៉ុន្តែថ្ងៃនេះគឺយើងធ្វើការបង្កើត channel វិញម្ដងចាំបងប្អូនចុច create ចុចបង្កើត channel នេះមកនៅកន្លែងនេះបងប្អូនស្រឡាញ់នៅ channel ដាក់ឈ្មោះអីក៏បានឲ្យតែពុកម៉ែបងប្អូនស្រឡាញ់អញ្ចឹងតាក់ទងជាមួយនឹងអ្វីដែលពុកម៉ែបងប្អូនចង់ដាក់គឺបងប្អូនអាចធ្វើការដាក់នៅកន្លែងនេះបានអូខេអញ្ចឹងឧទាហរណ៍តែកន្លែងនេះគឺខ្ញុំដាក់ថា MMO today អូខេ MMO today អញ្ចឹងកន្លែងនេះគឺបងប្អូនស្រឡាញ់ឈ្មោះអីគឺបងប្អូនអាចធ្វើការដាក់ឈ្មោះនឹងទៅហើយសម្រាប់ខ្ញុំគឺខ្ញុំដាក់ channel ខ្ញុំដែលជាសមាជិកតាក់ទងជាមួយនឹងការបរៀនតាក់ទងជាមួយនឹង online អីគឺខ្ញុំធ្វើការតម្លាក់ចូលនៅក្នុង channel Telegram របស់ខ្ញុំហើយអាចឲ្យសមាជិកមើលឃើញបានហើយចំពោះ channel វិញគឺបងប្អូនអាចធ្វើការបង្កើតនៅ description មានថាយើងចង់ធ្វើ channel ពីអីឧទាហរណ៍ថា channel ហ្នឹងគឺខ្ញុំធ្វើពីតាក់ទងជាមួយនឹងការបង្កើតឬក៏ការរកលុយតាមអ៊ីនធឺណិតឬក៏តាម make money online ហ្នឹងគឺដើម្បីជួយ support ពុកម៉ែបងប្អូនមួយចំនួនដែលគាត់មិនទាន់ចេះរកលុយនៅក្នុងYouTube ឬក៏ Facebook គឺខ្ញុំធ្លាក់ចូលនៅក្នុង channel របស់ខ្ញុំដើម្បីពួកគាត់បានឃើញអញ្ចឹងកាលណាតែពួកគាត់ចូលនៅក្នុង channel របស់ខ្ញុំគឺពួកគាត់ឃើញនៅកន្លែងសារនេះហើយគឺខ្ញុំបង្កើតដើម្បីតែជាការរកលុយតាមអ៊ីនធឺណិតទេ YouTube Facebook ហើយនិង TikTok ទេក្រៅពីនោះគឺដូចថាខ្ញុំមិនតម្លាក់ចូលទេអញ្ចឹងក្រៅពីផ្សេងបើសិនពុកបងប្អូនចង់តម្លាក់អីផ្សេងគឺខ្ញុំមិនអនុញ្ញាតទេនៅក្នុងក្រុមហ្នឹងអូខេចឹងខ្ញុំទៅសេប៉ុណ្ណេះមកកន្លែងនេះគឺបងប្អូនអាចទៅសេជាភាសាខ្មែរក៏បានភាសាអីក៏បានដែរអូខេចឹងមកប្រហែលហើយគឺបងប្អូនចុច next មកនៅមកដល់កន្លែងនេះគឺវាមាន2 option ទៀតដែលបងប្អូនធ្វើការជ្រើសរើសទី1គោលបំណងរបស់បងប្អូនបង្កើត channel ហ្នឹងគឺ public មានថានរណាក៏អាច search channel បងប្អូននៅក្នុង Telegram បានដែរគឺគេ search ឃើញហើយ public ណាតែបើសិនជា private គឺបងប្អូនមានថាអ្នកដែលមាន link របស់យើងមានថាយើងឲ្យ link ទៅគេទើបគេមានសិទ្ធចូលនៅក្នុង channel របស់យើងបានហើយកន្លែងនេះបើសិនជាបងប្អូនចង់ផ្សាយជា QR code ទៅឲ្យគាត់ដើម្បីចូលជា link នៅក្នុង Telegram របស់យើងក៏បានហើយខ្ញុំបង្កើតជា private ទេហើយឲ្យសមាជិករបស់ខ្ញុំដែលគាត់មើលវីដេអូរបស់ខ្ញុំចុចចូលនៅក្នុងដំណើរភ្ជាប់ទើបបានមានសិទ្ធចូលអូខេមកដល់កន្លែងនេះគឺបងប្អូនចុច next ទៀតមកហើយមកដល់កន្លែងនេះទៀតហើយគឺបងប្អូននឹងថាវាអត់មាននេះច្រើនទេអញ្ចឹងយើងបង្កើតបានហើយគឺឈ្មោះយើង MMO today អញ្ចឹងកន្លែងនេះគឺខ្ញុំទៅសេពាក្យស្វាគមន៍មួយទៅកាន់សមាជិកនៅក្នុងក្រុមរបស់ខ្ញុំទៅគឺដើម្បីឲ្យពួកគាត់បានមើលឃើញថាខ្ញុំបង្កើតក្រុមដើម្បីអីអូខេអញ្ចឹងរកការសរសេរសារគឺសមាជិកនៅក្នុងក្រុមគឺមើលឃើញទាំងអស់ហើយបញ្ជាក់គឺនៅកន្លែងនេះគឺមានតែ member មួយទេអញ្ចឹងបងប្អូនចង់ add ពេលក្រោយគឺបងប្អូនឲ្យ link ទៅគេទៅគឺមិនថាគេចូលតាមតំណ link ហ្នឹងគឺពួកគាត់បានចូលនៅក្នុង channel Telegram របស់យើងហើយអញ្ចឹងប៉ុណ្ណឹងបងប្អូនឃើញទេ channel យើងបានរួចរាល់ហើយផ្សេងបើសិនជាបងប្អូនចង់ដូររូបគឺបងប្អូនអាចធ្វើការចុចនៅលើ logo នឹងក៏បានតែខ្ញុំមិនចង់ដូរទេអញ្ចឹងគឺខ្ញុំចង់ធ្វើតែប៉ុណ្ណឹងចែកពុកម៉ែបងប្អូនអរគុណអ្នកទាំងគ្នាជួបគ្នានៅវីដេអូក្រោយទៀត